អ្នកទាំងអស់គ្នាសាកស្រមៃមើលចាក់ចេញពីទីក្រុងពីភាពស្មុគស្មាញមកទទួលអារម្មណ៍ស្ងប់ស្ងាត់គ្មានសេវាទូរស័ព្ទបដូរមកមានតែសំឡេងធម្មជាតិរស់នៅតំបន់ដាច់ស្រយាលចំនួន 2-3 ថ្ងៃដំណើរកម្សាន្តមួយនេះវាមិនមែនគ្រាន់តែជាការបោះតង់ប៉ុណ្ណឹងទេអញ្ចឹងតោះត្រៀមខ្លួនទាំងអស់គ្នាដើម្បីធ្វើដំណើរកម្សាន្តជាមួយពួកយើងទៅកាន់ស្ទឹងពង្រូលនិងតំបន់ផ្សេងៗទៀតបែបខាងស្រុកស្រែអំបិលខេត្តកោះកុងនេះគឺជាសកម្មភាពដែលយើងបានធ្វើដំណើរទៅជុំគ្នានៅតារាសាំងក្បែរច្រកចូលផ្លូវលឿនលឿនដោយទីនោះមានភាពងាយស្រួលក្នុងការអង្គុយចាំគ្នាផងដែរចឹងធ្វើដំណើរហើយនេះកីឡាករផ្លាកលេខទី3វីដេអូ number 3 trip នេះវាកាន់តែពិសេសជាង trip មុនទៀតដោយសារតែលើកនេះយើងបានបង្កើតអាវ team របស់យើងគឺតទៅអត់ហ្នឹងដើម្បីពាក់ជុំគ្នាក៏ដូចជាមាន sticker បានរង្គាលឡានមួយទៀតមួយសន្ទុះក្រោយមកយើងក៏បានជួបជុំគ្នាដំណើរកម្សាន្តរបស់យើងក៏បានចាប់ផ្ដើមmorning ហើយម៉ោង 7:06 មកទិញកាហ្វេនៅផ្លូវលឿនលឿនសិនឥឡូវម៉ោង 6 ហើយមានកាហ្វេខ្មៅនំប៉័ងដាក់សាច់ enjoy ញ៉ាំកាហ្វេទុយបើកន្លងនំប៉័ងដាក់សាច់ហើយចូលទុកទឹកអីហើយសនុកយើងដើរព្រៃហ្មងពួកយើងបានបដូរផ្លូវជិះពីផ្លូវលឿនលឿនមកផ្លូវជាតិលេខ 4 វិញដើម្បីជាងចូលលោកយាយម៉ៅក្នុងការបួងសួងសូមសេចក្តីសុខសម្រាប់ដំណើរកម្សាន្តរបស់ពួកយើងអញ្ចឹងឥឡូវនេះយើងបានមកដល់ផ្លូវក្នុងហើយដែលកំពុងតែធ្វើដំណើរទៅស្ទឹងពង្រូលហើយមុនហ្នឹងខ្ញុំអត់សូវបាននិយាយប៉ុន្តែខ្ញុំនឹងកាត់ជា B-roll អ្នកទាំងអស់គ្នាមើលថាដំណើរដើមតងយើងពីណាទៅណាអញ្ចឹងឥឡូវខ្ញុំកំពុងតែនិយាយជាមួយនឹងតកងឡាននិងព្រូឡានចត្រារចនា We go ធូស្ទឹងពង្រូលអូខេអញ្ចឹង trip លើកនេះវាឡយតិចដោយសារយើងមានអាវមាន branding តអត់យើងហើយយើងមាន sticker បិទឡានម្នាក់មួយ signature ID 010203អញ្ចឹងដូច sticker យើងបិទតាំងពីម្លឹមនោះ Yes ដូចជាមិនតាន់មានអីនិយាយទេថ្ងៃនេះអាកាសធាតុល្អមិនស្ដៅហើយក៏មិនរៀងដែរហើយសំខាន់ថាអាកាសធាតុនោះគឺវានៅអញ្ចឹងរហូតដល់ថ្ងៃលិចវិញទៀតក៏បានជិះជុំអូខេអញ្ចឹងបើមានអីអាប់ដេតទេចាំខ្ញុំកែតាប់អូខេឥឡូវជួប mission submission ទី1ហើយចងម៉ូតូឲ្យជាប់ឡើងវិញអញថាពួកចូលของនេះសាវអញថាពួកចូលของនេះតែចាស់ខ្សែអត់ទេអញ្ចឹងមកចងមួយឈ្មោះSup bro Hello bro មែនស្ដីsubmission ចងម៉ូតូឲ្យជាប់1 2 3ស្អាតមក1 2 3នៅ
នៅពេលដែលពួកយើងចងម៉ូតូរួចរាល់អស់ហើយយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតដោយឡានសាលជាអ្នកបើកមុខងាកតិចបានងាកអើចូលដល់ហើយតោះឥឡូវឈរម្នាក់មកថ្មម្នាក់មកថ្មលយណាអូយស្អាតណាស់ស្អាតណាស់នេះចឹងឥឡូវយើងបានមកដល់ពាក់កណ្ដាលផ្លូវហើយយើងកំពុងតែត្រៀមឡើងទួលសម្រាប់ផ្លូវទៅកាន់ស្ទឹងពង្រូលមានពីរផ្លូវទី1មានកម្រិតស្រាលដែលអាចឲ្យម៉ូតូនិងឡានកម្រិតល្មមអាចឆ្លងកាត់បានយ៉ាងងាយស្រួលផ្លូវទី2ជាផ្លូវដែលពួកយើងជ្រើសរើសមានដុំថ្មផុសធំសម្រាប់តែឡានខ្ពស់ឬកង់ធំអាចឆ្លងកាត់បានបើឡានទាបល្មមមកផ្លូវនេះដឹងតែទក់សាច់ហើយបន្ទាប់ពីយើងបានលេងអស់រត់ប្រហែល1ម៉ោងជាងពួកយើងក៏បានធ្វើដំណើរបន្តទៀតតែមិនយូរប៉ុន្មានតើពួកយើងបានទៅដល់កន្លែងបោះតង់របស់យើងគេនិយមហៅថាស្ពានទឹកធ្លាក់ស្ទឹងពង្រូលជាសំណាងរបស់ពួកយើងដោយសារតែយើងមកដើរលេងនៅចំថ្ងៃសុក្រអត់មានអ្នកណាមកបោះតង់ក្រៅពីធីមយើងទេអញ្ចឹងទីធ្លាដ៏ស្អាតមួយនេះគឺសម្រាប់តែពួកយើងតែប៉ុណ្ណោះចឹងមិញដោយសារតែឈូឆពេកយើងមកយើងឆែមករៀបចំแล้วនេះគឺជាសកម្មភាពរបស់ Master Chef ទាំងឡាយ Master Chef អន្សរដ្ឋារចនា Hello ធ្វើអីជៀនទឹកក្រអន្សដាំបាយដាំបាយរួចរាល់បងតឡើងភ្លើងឲ្យអត់ទៅតមកទៀតដាត់បងthấyគេបងធ្វើវាងបងធ្វើទៅជៀនស្លាប់មាន់អីមីបងអីcáiហ្នឹងតាក់មួយបាត់ជាប់ច្បាស់ហ្មងអីចូលវីដេអូអីស្គាល់thấyគេថៃងៀតខ្ញុំខោះតែឆ្ងាញ់អាហ្នឹងជាតិហ្មងអំឡាញ់thấy cái này thôiខូចមែនអូខេយើងបន្តទៅមុខទៀតអូវ៉ាវត្រោតមែនអាជីស៊ីត្រោតនេះយកទៅកាប់ឲ្យនឹងសកម្មភាពខ្លះៗដែលខ្ញុំបានថតយើងញ៉ាំបាយយើងរៀបចំ relax តិចសម្រាប់តិចហើយចាំយើងធ្វើដំណើរលេងតព្រោះយើងនៅគេក្បែរទឹកជ្រោះស្រាប់ហើយស្រួលមែនតើហើយ fresh ហ្មងអញ្ចឹងមានអាប់ដេតទៅយើងអាប់ដេតបន្តទៀតអូខេ
ធ្លាប់តែចេញពីធ្វើការរកកន្លែងញ៉ាំអីស្រួលៗកំងគេភ្លាមបានផ្លែតតែឥឡូវនេះពួកយើងបានចំណាយពេលយឺតដើម្បីរៀបចំកន្លែងគេងរៀបចំម្ហូបអាហារក៏ដូចជាបន្ធូរអារម្មណ៍របស់យើងទៅតាមធម្មជាតិក៏ដូចជាដកដង្ហើមបានធូរជាងមុនផងដែរ Hello Hello. មានអារម្មណ៍មិនដែរ Tầm một tập chơi, rồi rồi, lời dương sẽ sẵn. បន្ទាប់ពីយើងបានលេងទឹកជុំគ្នាហើយពួកយើងក៏បានឡើងមកលើសម្រាប់ដួលអាយរួចហើយក៏បានមកអង្គុយជុំគ្នាដើម្បីនិយាយគ្នាលេងហើយរំលឹករឿងអតីតកាលស្បាយៗពីមុនមក បន្ទាប់ពីមើលថ្ងៃលិចនិងថតរូបលេងហើយពួកយើងក៏ត្រឡប់ទៅជំរុំវិញដើម្បីរៀបចំម្ហូបសម្រាប់ញ៉ាំល្ងាចហ្នឹង សម្រាប់សកម្មភាពយប់ឡើងនេះគឺមិនមានអ្វីច្រើនទេក្រៅពីញ៉ាំអីជុំគ្នាញ៉ាំជាក់តិចតួចហើយក៏ដូចជានិយាយគ្នាលេងហើយពួកយើងនឹងអង្គុយមើលផ្កាយជុំគ្នានៅខាងក្រៅនេះរហូតដល់ម៉ោង 11 ជាងទើបយើងចូលគេង អរុនសួស្តីអ្នកទាំងអស់គ្នានេះគឺជាថ្ងៃទី 2 នៃដំណើរកម្សាន្តរបស់ពួកយើង រូបភាពងើបមកហើយសម្អាតខ្លួនតាមធម្មជាតិបែបនេះគឺមិនងាយមានទេសម្រាប់ពួកយើងគម្រោងរបស់ពួកយើងនៅថ្ងៃនេះបន្ទាប់ពីយើងញ៉ាំអាហារពេលព្រឹករួចរាល់ពួកយើងនឹងរៀបចំអីវ៉ាន់រួចធ្វើដំណើរបន្តទៅលេងតំបន់គីផាត់ Món rồi bạn tơ bánh hỏi dương thời tơ sầm ạt nơi sầm rang dương lười bạn nói tơ hàng lứa việc này cho bạn việc họ đây bài mùi lên đi hiểu cái thái sắc tờn ngày liên quan mà to lại cái kia mà to tầm bắn chi phạt đấy cái lại cho được đây cái mì ôm lon cái này gọi là lợi vô nữa nè ពួកយើងមកជីផាត់លើកនេះគឺគ្រាន់តែដើម្បីស្គាល់សិនតែប៉ុណ្ណោះហើយវីដេអូក្រោយៗទៀតសង្ឃឹមថាយើងបានទៅលេងជីផាត់ដំណើរបន្តរបស់យើងគឺត្រូវទៅភូមិទឹកស្រែ ជីកំហួរអាស្លាកនេះណាជីហួរអញ្ចឹងហ៎ គ្រាន់តែមកដល់ភូមិទឹកស្រែនេះធ្វើឲ្យពួកយើងមានអារម្មណ៍ប្លែកជាងមុនដោយសារតែយើងបានបដូរពីនៅ camping លើភ្នំមកគេងនៅ homestay ជាប់មាត់ព្រែកវិញ អ
បាយជុំគ្នានៅទីតាំងផ្ទះវីឡាស្បាយអត់យ៉ាឡើងហៅចាប់ไปเลยจ้ะมองอ่ะlệch ngon à máu chứ giờ lìa đáy sôi mà nó cái rục hiệp nè ri để trong nhà marshmallow nè cứ miên bò rò để cho cắt ôi đọc marshmallow sao kìនេះគឺជាព្រឹកថ្ងៃទី3នៃដំណើរកម្សាន្តរបស់ពួកយើងហើយខ្ញុំគិតថានេះគឺជាសំណាងរបស់ពួកយើងដែរក្នុងកំឡុងពេលដែលយើងកំពុងតែបោះតង់នៅលើភ្នំគឺមិនមានអាកាសធាតុភ្លៀងខ្លាំងដូចថ្ងៃទី3ក៏ដូចជាយប់ថ្ងៃទី2នេះទេហើយគម្រោងយើងសម្រាប់ថ្ងៃនេះគឺមិនមានអ្វីច្រើនទេគ្រាន់តែ enjoy លេងនៅភូមិទឹកស្រែក៏ដូចជាជិះទូកកាយ៉ាក់លេងនៅតាមមាត់ព្រែកនេះយើងបានលេងទូកកាយ៉ាក់តាំងពីព្រឹករហូតដល់រសៀលភ្លេចមើលម៉ោងឥឡូវនេះម៉ោង3ជាងហើយពួកយើងក៏បានញ៉ាំអាហារថ្ងៃត្រង់មុននឹងរៀបចំអីវ៉ាន់ត្រឡប់មកភ្នំពេញវិញទ្រីបមួយនេះគឺពិតជាពិសេសមែនទែនបានបន្សល់អនុស្សាវរីយ៍ល្អៗជាច្រើនហើយពេលវេលាមួយនេះគឺយើងនឹងចងចាំអស់មួយជីវិតខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺបានចែកពេលវេលាល្អៗរបស់ពួកយើងជូនទៅអ្នកមើលទាំងអស់គ្នាផងដែរវីដេអូរបស់ខ្ញុំចប់ត្រឹមប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូដំណើរកម្សាន្តមួយនេះកុំភ្លេចជួយ like share និង subscribe ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូក្រោយៗទៀត